ប៉ះការមែនតែនហើយសម្រាប់បញ្ជីរីនាមកីឡាករចំនួន26នាក់របស់ប្រេស៊ីលសម្រាប់លេង World Cup ឆ្នាំ2026ដែលអាមេរិកនិងកាណាដាធ្វើជាម្ចាស់ផ្ទះសម្រាប់ World Cup នេះគ្មានកំពូលកីឡាករចំនួន2នាក់គឺអាន់តូនីរបស់រៀលបាទីសជាមួយនឹងចៅផេតូរបស់ Chelsea តែមានវត្តមាននេម៉ាទៅវិញហើយកីឡាករចំនួន26នាក់ដែលប្រេស៊ីលមាននេះគឺមានអ្នកចាំទីចំនួន3នាក់ទី1 Alisson របស់ Liverpool Henderson របស់ Fenerbahce និង Warburton របស់ Gremio ខ្សែការពារមានដូចជា Wesley របស់ Roma Marquinhos របស់ PSG និង Danilo របស់ Flamengo និង Alexandro របស់ Flamengo មាន Gabriel Magalhaes របស់ Arsenal Ibanez របស់ Al Ahly Pereira របស់ Flamengo និង Santos របស់ Zenit Bremer របស់ Juventus ខ្សែបម្រើមានចំនួន5នាក់មានដូចជា Casemiro របស់ Manchester United Paqueta របស់ Flamengo Bruno Guimaraes របស់ Newcastle Firmino របស់ Al Ittihad និង Danilo របស់ Botafogo ខ្សែប្រយុទ្ធមានដូចជា Luis Henriquez របស់ Zenit Ryan របស់ Bournemouth Vinicius របស់ Real Madrid Rafinha របស់ Barcelona Martinelli របស់ Arsenal Juha របស់ Manchester United Endrick Lee របស់ Lyon Taigo របស់ Frankfurt និងជាចុងក្រោយគឺ Neymar របស់ Santos ហើយប្រិមិត្តយល់យ៉ាងណាដែរសម្រាប់បញ្ជីរាយនាមទាំង26នាក់របស់ប្រេស៊ីលតែខ្ញុំកំពុងតែងើយឆ្ងល់ថាមូលហេតុអីបានគ្មានវត្តមានរបស់អាន់តូនីដែលជាកីឡាកររបស់រៀលបាទីសដែលឆ្នាំនេះជួយឲ្យរៀលបាទីសលើកពានមួយរបស់អេស្ប៉ាញផងដែរហើយក៏ជាកីឡាករមួយដែលសុទ្ធបញ្ចូល14គ្រាប់និងអាស៊ីស10គ្រាប់នៅរៀលបាទីសផងដែរក៏ដូចជាចៅផេត្រូហើយបែរជាមានវត្តមានរបស់នេម៉ាទៅវិញហើយប្រិយមិត្តទាំងអស់គ្នាគិតថាតើកីឡាករទាំង26នាក់នេះអាចធ្វើភ្ជុះភ្លៀងនៅ World Cup ឆ្នាំ2026នេះបានដែរឬទេហើយក៏អាចជួយឲ្យប្រេស៊ីលក្រងជើងឯកលើកទី6របស់ខ្លួនដែរឬទេព្រោះប្រេស៊ីលគឺជាម្ចាស់ជើងឯក5សម័យកាលស្មើនឹងអ៊ីតាលីប៉ុន្តែមួយរយៈក្រោយនេះគឺប្រេស៊ីលមានទម្រង់លេងធ្លាក់មែនតែនដែលมันអាចប្រជែងជាមួយនឹងក្រុមខ្លាំងៗមកពីអឺរ៉ុបប៉ុន្តែឆ្នាំនេះខ្ញុំអេដមីនក៏សង្ឃឹមថាប្រេស៊ីលនឹងធ្វើបានល្អសម្រាប់រដូវកាលនេះផងដែរព្រោះកីឡាករដែលប្រេស៊ីលបញ្ចេញនេះភាគច្រើនគឺជាកីឡាករក្មេងៗដែលមានទេពកោសល្យតែយើងចាំមើលទាំងអស់គ្នាថាកីឡាករទាំងអស់នេះអាចជួយឲ្យប្រេស៊ីលក្រងពានលើកទី6របស់ខ្លួនបានដែរឬទេ